មុនទិញមកមីបមកខ្មែរយើងហ្នឹងខ្ញុំលាងទឹកឲ្យស្អាតហើយបានខ្ញុំសោះទឹកក្តៅហើយខ្ញុំលាងទឹកទៀតឃើញសរសៃមីអស់ខ្លាញ់លេងហើយយើងដាក់ចឹងមកហើយយើងបាក់ឆាំងស៊ុបយើងមកអូជានេះឃើញទេហើយយើងស្រង់ទៅដាក់បន្លែដាក់ត្រីចូលក្នុងទៅអូក្បាលត្រីអែមហ្មងចឹងមកបន្លែដាក់ទៅវីដេអូមកថ្ងៃនេះខ្ញុំឆាមីគីឡូរបស់ខ្មែរយើងជាមួយសាច់គោហើយមានស្ពៃក្តោបកន្លះគីឡូមកហើយបន្លែមានក្រូចរបស់ខ្មែរយើងហ្នឹងដកមកថ្មីហើយនឹងស្ពៃគល់ខាត់ណានេះថ្មីហើយជាមួយនឹងសណ្តែកបេះដូងបន្តិចមកគេបេះដូងអានេះយើងបេះដូងធម្មជាតិទេបងប្អូននិយាយថាចាំមើលវិធីសាស្ត្រខ្ញុំធ្វើទាំងអស់គ្នាបានញ៉ាំថ្មីតែម្ដងនេះគឺជាបន្លែដែលខ្ញុំថាយកធ្វើជាមីឆាឥឡូវអត់បានមីឆាទេខ្ញុំក៏ស្ងោរបន្លែហើយជាមួយការ៉ុតហើយដាក់ថៃចូលជាមួយជាសាច់ចឹងណាហើយនិយាយថាធម្មជាតិស្ពៃរបស់ខ្មែរការ៉ុតរបស់ខ្មែរញ៉ាំទៅដឹងថានិយាយទៅហូបតែមានទំនុកចិត្តហ្មងណាខ្ញុំដាក់បន្លែចូលដាក់ត្រីវិញគេថាត្រីនេះពេលតែខែទឹកឡើងវាមិនឡើងលេចភូមិលេចស្រុកលេចសើអីចឹងទៅដល់ពេលទឹកស្រកទៅវិញវាមានធ្លុកដូចខ្ញុំមានស្រះអញ្ចឹងវាចូលដល់ពេលដល់ខែទឹករៀងយើងចាប់ហៅថាហុំបៀហើយថ្ងៃនេះធម្មជាតិហើយខ្ញុំលាងស្អាតអស់នេះហើយខ្ញុំយកដាក់ទឹកក្តៅស្ងោរសុះបន្តិចទៀតដោយសារតែខ្ញុំជិះស្អាតអញ្ចឹងនៅពេលទឹកពុះខ្ញុំបន្តបង់ត្រីចូលដើម្បីកុំឲ្យវាឆ្អាបចូលទៅកាលណាទឹកអត់ពុះយើងបង់ទៅវាឆ្អាបត្រីទោះបីត្រីយើងសេធម្មជាតិយ៉ាងណាក៏ដោយខ្ញុំមួយឆ្នាំខ្ញុំកម្រទិញត្រីគេហូបខ្ញុំញ៉ាំតែត្រីខ្លួនឯងអស់ត្រីយើងក៏បានស្ងោរឆ្អិនដែរយើងចាំកាលនេះបន្លែរបស់យើងហ្នឹងឃើញទេបន្លែរបស់យើងហ្នឹងយើងក៏ចាប់ផ្ដើមដាក់ចូលទៅស្លឹកយើងដាក់ខូចទេវាអត់វាលួយអញ្ចឹងណាឆ្អិនបាត់ហើយបងប្អូនអូទំនងទេទេបងប្អូនស្ងោរបន្លែជាតិអត់ដាក់ស្ករទេផ្អែមចេញពីក្នុងតែម្ដងនេះមុនទិញមកមីបមកខ្មែរយើងហ្នឹងខ្ញុំលាងទឹកឲ្យស្អាតហើយបានខ្ញុំសោះទឹកក្តៅហើយខ្ញុំលាងទឹកទៀតឃើញសរសៃមីអស់ខ្លាញ់លេងហើយយើងដាក់ចឹងមកហើយយើងបាក់ឆាំងស៊ុបយើងមកអូជានេះឃើញទេហើយយើងស្រង់ទៅដាក់បន្លែដាក់ត្រីចូលក្នុងទៅអូក្បាលត្រីអែមហ្មងចឹងមកបន្លែដាក់ទៅ